ដោយសារយើងជ្រើសរើសចំណីតកៅទី1ដោយសារវាអត់សូវចំណាយថវិកាច្រើនទី2វាមានជាតិប្រូតេអ៊ីនខ្ពស់អញ្ចឹងវាធ្វើឲ្យវាទាយើងធំធាត់លឿនជំរាបសួរនាងខ្ញុំឈ្មោះហូលហ៊ុនសុភារីជាសហស្ថាបនិកនៅ Evola ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2019ក្នុងគោលដៅធ្វើការកែច្នៃកាកសំណល់អាហារទៅជាចំណីសត្វនិងជីធម្មជាតិចង្វាក់ផលិតកម្មរបស់យើងចាប់ផ្ដើមពីការប្រមូលកាកសំណល់អាហារពីដៃគូសហការយើងរួមមានទាំងភោជនីយដ្ឋានសណ្ឋាគារនិងសាលារៀនហើយកាកសំណល់ទាំងអស់ត្រូវបានបែងចែកដល់ពួកគាត់ហើយយើងដឹកជញ្ជូនយកមក facility របស់យើងនៅពេលដែលយើងមកដល់ facility យើងកិនហើយ process វាលាយជាមួយទៅនឹងកាកស្លាបៀរដើម្បីធ្វើជាចំណីឲ្យទៅតកៅហើយនៅពេលដែលតកៅធំធាត់យើងប្រមូលវាធ្វើជាចំណីសត្វហើយលាមកវាអីហ្នឹងយើងបន្តកិនវាធ្វើជាជីសម្រាប់លក់ឲ្យកសិករតែតឹងទៅនឹងផលិតផលរបស់យើងតកៅហ្នឹងយើងគ្រប់គ្រងទៅកសិដ្ឋានអាហ្នឹងគេប្រើប្រាស់វាជាចំណីប្រូតេអ៊ីនដែលវាជួយឲ្យសុខភាពសត្វនឹងរឹងមាំអត់ងាយឈឺហើយធ្វើឲ្យសត្វនឹងធំធាត់លឿនវាកើនគីឡូលឿនយើងអាចលក់បានលឿនដូចគ្នាជីរបស់យើងជួយទៅលើដំណាំឲ្យវាធំធាត់លឿនល្អហើយជួយកែប្រែគុណភាពដីទៀតចឹងរុយដែលយើងចិញ្ចឹមនេះមិនរុយទៅតាមផ្ទះធម្មតាអាហ្នឹងជាគេរុយមកប្រភេទទៀតដែលគេហៅរុយ BSFដែលវាខុសពីរុយតាមផ្ទះផងថានៅពេលវាបំលែងខ្លួនជារុយវាអត់ស៊ីកាកសំណល់អាហារវាផឹកទឹកអីចឹងវារស់បានរយៈពេលតែប្រហែលជាមួយអាទិត្យទេក្នុងពេលឥឡូវហ្នឹង Evola បានដាក់បញ្ចូលបច្ចេកវិទ្យាក្នុងការកត់ត្រាព័ត៌មានដូចជាការប្រមូលកាកសំណល់រួមទាំងព័ត៌មានទៅលើផលិតកម្មរបស់យើងដើម្បីអាចឲ្យយើងដឹងទៅលើប្រសិទ្ធភាពផលិតកម្មរបស់យើងរួមទាំងផលជាវិជ្ជមានទៅដល់បរិស្ថានដែលយើងបានបង្កើតឡើងសប្តាហ៍ថ្ងៃយើងអត់ទាន់អាចផ្គត់ផ្គង់ផលិតផលរបស់យើងទៅតាមតម្រូវការបានទេដោយសារយើងនៅខ្វះចំនួនកាកសំណល់នៅឡើយអញ្ចឹងយើងចង់ឃើញមានការចូលរួមបន្ថែមពីវិស័យឯកជននិងរដ្ឋដែលចាប់ផ្ដើមចេញពីការបែងចែកកាកសំណល់អាហារហើយផ្ដល់កាកសំណល់អាហារទាំងអស់នោះមកឲ្យយើងចំនួនកាកសំណល់អាហារកាន់តែច្រើនគឺជួយជំរុញដល់ផលិតកម្មរបស់យើងកាន់តែច្រើនជាផ្នែកមួយមិនថាតែអាចជួយទៅដល់បរិស្ថានក៏ជួយទៅដល់កសិកម្មនៅក្នុងស្រុកខ្មែរយើងដែរ